បាទសួស្តីបងប្អូនអរគ្នាជួបគ្នាទៀតហើយជាមួយនឹង channel របស់ខ្ញុំអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញទាក់ទងជាមួយនឹងការបង្កើត PayPal អញ្ចឹងនេះ PayPal របស់ខ្ញុំបង្កើតយូរហើយប៉ុន្តែដោយសារតាខ្ញុំបាញ់លុយច្រើនទៅវាបិទ account ខ្ញុំចោលហើយជិបលុយ4 limit ហើយអញ្ចឹងជំរើសគឺមានតែមួយទេមានតែបង្កើតថ្មីតោះឥឡូវយើងធ្វើការមកបង្កើតថ្មីបងប្អូនគ្នាហើយខ្ញុំបង្កើតPayPal នេះខ្ញុំបង្កើតខ្ញុំប្រើ PayPal ហ្វីលីពីនណាបងប្អូនអ្នកគ្នាធ្វើការបង្កើតវាបងប្អូនគ្នាចឹងចុចឈឹមមកខ្ញុំធ្វើការបង្កើតរបស់ខ្ញុំតែងតែបង្កើតលើបានចូលបង្កើត website គេទេចុះយើងសាច់ up វាមកហើយយើងរើសជាមួយនឹងប្រទេសតោះហើយធ្វើការរើសហ្វីលីពីននេះទៅលើគេនេះចឹងយើងដាក់ Gmail ចូលមកអូខេតោះបងប្អូនខ្ញុំដាក់ Gmail ចូលហើយឥឡូវវាត្រូវការលេខទូរស័ព្ទអញ្ចឹងដើម្បីបានលេខទូរស័ព្ទបងប្អូនអរគ្នាធ្វើដូចខ្ញុំមកយើងបែកវាវិញហើយរកពាក្យថាជ្រោមអញ្ចឹងបងប្អូនប្រើជ្រោមក៏បានប្រើសារ random address នេះខ្ញុំសេឲ្យ random addressអូខេបងប្អូនរើសយកលើគេនេះមកនេះឃើញខាងលើគេនេះអត់អញ្ចឹងរើសមក in Cambodia យើងដូរទៅដាក់ជាហ្វីលីពីនអាសាយើងបង្កើតហ្វីលីពីនតោះឥឡូវយើងទៅការរកហ្វីលីពីននេះបងប្អូនអរគ្នានេះអូខេហើយយើង generate វាមកនេះគឺបានលេខវានេះលេខហ្វីលីពីនឥឡូវសូមទៅការ copy វាយើង screenshot អូខេបងប្អូនអរគ្នាអញ្ចឹងដោយសារតាវាអត់ដើរបងប្អូនគ្នាបើ iPhone វាអត់ងាយ support ដូច Android ទេអញ្ចឹងយើងបានប្រហែលយើង screenshot វាមកឥឡូវខ្ញុំយកលេខទូរស័ព្ទមួយនេះបងប្អូនគ្នាធ្វើការយកទៅដាក់នៅ PayPal របស់យើងមិញដែលយើងបង្កើតអញ្ចឹង PayPal របស់យើងហើយយើងយកលេខទូរស័ព្ទមិញទូរស័ព្ទគឺខ្ញុំបាន screenshot ទៅហើយនេះអូខេអញ្ចឹងបានប៉ុណ្ណេះបងប្អូននេះធ្វើការ nick តើអញ្ចឹងវាឲ្យយើងដាក់ password ហើយខ្ញុំសុំដាក់ទៅ password សិនថតមួយសារនេះខ្ញុំបង្កើតឲ្យបងស្រីរបស់ខ្ញុំហើយខ្ញុំ save ដាក់ name មកតោះ let's go ទៀតហើយកន្លែងនេះខ្ញុំដាក់ដាក់ត្រង់នេះខ្ញុំដាក់ប្រទេសខ្មែរដាក់ Cambodia ជាងកន្លែង admin card នេះខ្ញុំដាក់បានដូរទេទៅមកខ្ញុំដាក់លេខកាតលេខអត្តសញ្ញាណប័ណ្ណចឹងខ្ញុំធ្វើការទៅយកលេខអត្តសញ្ញាណប័ណ្ណខ្ញុំទៅអូខេបងប្អូនអរគ្នាអញ្ចឹងខ្ញុំបានបំពេញព័ត៌មានរបស់ខ្ញុំហើយតើតើជាមួយនឹងអត្តសញ្ញាណប័ណ្ណខ្មែរលេខអត្តសញ្ញាណប័ណ្ណខែឆ្នាំគណៈរបស់ខ្ញុំគឺខ្ញុំដាក់ហើយកន្លែងទៅកាន់ nick តទៀតហើយកន្លែងនេះយើងធ្វើការដាក់ strict ណាបងប្អូននេះដាក់ strict វាឲ្យត្រូវតាមវាមកអញ្ចឹងមានឈ្មោះថា map binier កន្លែងខ្ញុំធ្វើការនេះឃើញហើយកន្លែងនេះ district អញ្ចឹងវាអត់មានកន្លែង district ទេ
ថ្មីមករកកន្លែង district ចឹងយើងអាចយក search វាបានបងប្អូនណាគ្នាដាក់មក search វាមកសំខាន់យើងមើល caption ខាងលើមិញគេដាក់ថាម៉េច Apollo នេះចឹងយើង copy វាមកយើង select វាមកបងប្អូនណាគ្នាហើយយើងដាក់ថា district ដក clear នេះមកចឹងចេញបែបនេះហើយទៀតក្រុមមើលមក district វាគេហើយការ search រកសិនមើលអត់ឃើញចាប់ចំតិចអូខេបងប្អូនអរគ្នាអញ្ចឹងខ្ញុំបានបំពេញ address របស់ខ្ញុំហើយជា address Philippines ឡងធ្វើការចុច agree វាមកបន្តទៀតអញ្ចឹងវាចេញតម្រងបែបនេះបងប្អូនចាំវាបន្តិចទៅហើយ KPI យើង scan មុខឥឡូវខ្ញុំសូមបិទវីដេអូបន្តិចសិនអូខេបងប្អូនអរគ្នាអញ្ចឹងគឺវាបានដំណើរការអញ្ចឹងវាបានទៀមទាអីទេបងប្អូនអរគ្នាហើយខ្ញុំសូមសេរីកាមេរ៉ាខ្ញុំឲ្យវាត្រង់តិចនេះបងប្អូនអរគ្នាអញ្ចឹងវាបានហើយនេះហ្វីលីពីនហើយដាក់អក្សរ P ឆ្នោត2ហ្នឹងមិនដឹងតែគេហៅអីគេទេអញ្ចឹងយើងក្លីកមកមើលកន្លែងនេះកន្លែងក្រហម2នេះអញ្ចឹងអាកន្លែងនេះគឺកន្លែង profile បងប្អូននេះអញ្ចឹងវាឲ្យយើង confirm របស់យើងឥឡូវយើងធ្វើការ confirm មកចុច send code ហ្នឹងមកឥឡូវវា send ហើយ send code មកនេះ code ឥឡូវខ្ញុំធ្វើការដាក់លេខកូននេះចូល316884ឥឡូវយើង confirm មកចឹងវាបាន confirm រួចរាល់ហើយឥឡូវខ្ញុំធ្វើការ set up កន្លែង contact របស់ខ្ញុំ location រូបភាពខ្ញុំសូមដាក់រូបភាពខ្ញុំដាក់រូបដាក់ឡើងដាក់ហើយការ confirm វាមកអូខេបងប្អូនទាំងគ្នាគឺយើងបានរៀបចំមកហើយអញ្ចឹងបន្ទាប់មកយើង back មកវិញយើងមកមើលអានេះម្ដងកន្លែងរូបសញ្ញាកណ្ដឹងនេះកន្លែងសំខាន់ណាបងប្អូនទាំងគ្នាទី1វាឲ្យធ្វើគេវាឲ្យ verify ជាមួយលេខទូរស័ព្ទតែយើង verify ទេទី2យើងវាឲ្យយើងធ្វើគេដាក់ visa card ចូលអញ្ចឹង visa card ខ្ញុំចាប់ដាក់បើសិនជាបងប្អូនអរគ្នាអត់ទាន់ចេះដាក់អាច comment នៅក្រោមស្រួលខ្ញុំធ្វើវីដេអូឲ្យដាក់ចំកូដៅបងប្អូនទាំងអស់គ្នាដែលអត់ចេះអញ្ចឹងអានេះគឺដូចគ្នាទេអញ្ចឹងអស់ហើយបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីបានប្រទេសហើយយើងធ្វើការទៅចាក់ two factor វាទាំងអស់គ្នាហើយយើងចុចចូលមកកន្លែង profile នឹងមកចុចចូលកន្លែង setting ហើយបងប្អូនឃើញកន្លែងនេះ login and security អញ្ចឹងចុចចូលមកហើយយើងធ្វើការបើកអាកន្លែងនេះដោយសារតែខ្ញុំមានម្ចាស់ទូរស័ព្ទអញ្ចឹងបើកកើតទេហើយ continue វាមកចុចពាក្យថា save on back មកវិញសិន turn on key អញ្ចឹងអាកន្លែងនេះខ្ញុំសូម stop វីដេអូសិនដើម្បីឲ្យយកទៅ scan មុខបងស្រីរបស់ខ្ញុំអញ្ចឹងហើយខ្ញុំបង្កើតឲ្យកើតតោះបងប្អូនអរគ្នាអញ្ចឹងដើម្បីទៅចាក់ two factor បានបងប្អូនអរគ្នាត្រូវមាន account two factor សិនណាបងប្អូនអរគ្នាអញ្ចឹងរបៀបចាក់ two factor ខ្ញុំនឹងចេញនៅវីដេអូក្រោយអញ្ចឹងវីដេអូនេះខ្ញុំគិតតែបរៀនបង្កើតទេតោះ
ខ្ញុំអស់ហើយអរគុណជួបគ្នានៅវីដេអូក្រោយបងប្អូនទាំងគ្នា